មហោសថជាដកត្រង់ស្ត្រីពីរនាក់ដណ្ដើមកូនគ្នាមានស្ត្រីពីរនាក់ដណ្ដើមកូនគ្នាក្នុងរឿងមហោសថជាដកថាកាលពីយូរលង់ណាស់មកហើយព្រះពោធិសត្វបានចាប់កំណើតជាកូនមហាសេដ្ឋីនៅនគរមិថិលាព្រះមហោសថជាបណ្ឌិតពីកំណើតហើយមានប្រាជ្ញាឆ្លៀសវៃជាទីបំផុតក្នុងការដោះស្រាយបញ្ហាសង្គ្រោះអ្នកស្រុកនិងការពារនគរឲ្យបានផ្គង់ផ្កើនរុងរឿងមានស្ត្រីម្នាក់បានពួរកូនមកដល់ស្រះបោខរណីរបស់ព្រះមហាសថក៏ឈប់សម្រាកលុបលាងខ្លួនកូនលុះនាងងូតទឹកឲ្យកូនបានស្អាតបាតហើយនាងក៏ផ្ដេកទីរក់នៅលើកម្រាលសំពត់សូត្រដ៏ស្អាតមួយនៅទីនោះបន្ទាប់មកទើបនាងចុះទៅងូតទឹកខ្លួនឯងពេលនោះមានស្ត្រីម្នាក់បានដើរមកទីនោះហើយស្រែកស៊ូថាណែនាងសម្លាញ់កូននេះស្អាតណាស់ជាកូននាងឬឲ្យយើងសូមបីបងថ្នមទារករបស់នាងបន្តិចបានទេចាស់មានអីនាងសូមអញ្ជើញបីចុះម្ដាយទារកឱកាសនោះស្ត្រីអ្នកដំណើរក៏លើកទារកពោហើយដើរចេញពីទីនោះភ្លាមតែម្ដងឃើញដូច្នេះនាងជាម្ដាយខំប្រញាប់ប្រញាល់ស្ទុះឡើងពីទឹកហើយរត់តាមស្ត្រីដែលបានយកកូននាងទៅម្ដាយទារកនោះបានស្រែកស៊ូថាណែនាងចូលនាងយកកូនយើងទៅណានឹងស្ត្រីអ្នកដំណើរបានឆ្លើយថាកូនឯងឯណាកូននេះជាកូនរបស់យើងទេតើពោលដូច្នោះហើយស្ត្រីនោះក៏ចេញដំណើរឆ្ពោះទៅកាន់ទីក្រុងភ្លាមតែម្ដងស្ត្រីជាម្ដាយទារកមានការភ័យតក់ស្លុតជាខ្លាំងដោយឃើញគេមកដណ្ដើមកូនពីខ្លួនយកទៅដូច្នេះនាងយំផងរត់ផងតាមស្ត្រីដែលយកកូននាងរហូតដល់ទីក្រុងពេលនោះអ្នករក្សាសន្តិសុខក្រុងឃើញស្ត្រីទាំងពីរនាក់កំពុងឆ្លោះប្រកែកគ្នាយ៉ាងដូចនេះក៏នាំអ្នកទាំងពីរទៅកាន់សាលាក្តីរបស់ព្រះមហោសថដើម្បីសុំឲ្យព្រះពោធិសត្វជួយរកយុត្តិធម៌ក្រោយពីបានជ្រាបនៅបញ្ហាដណ្ដើមកូននេះហើយព្រះមហោសថបានសួរដល់ស្ត្រីទាំងពីរនាក់ថាតើអ្នកទាំងពីរយល់ព្រមគោរពតាមការវិនិច្ឆ័យរបស់យើងដែរឬទេស្ត្រីទាំងពីរនាក់ឆ្លើយស្របគ្នាចាស់យើងខ្ញុំទាំងពីរយល់ស្របតាមការវិនិច្ឆ័យរបស់លោកម្ចាស់ហើយបន្ទាប់មកព្រះមហោសថបានបង្គាប់ឲ្យអ្នកទាំងពីរបានបង្គាប់ឲ្យអ្នកមុខអ្នកការក្នុងសាលាជំនុំគូបន្ទាត់មួយចំពាក់កណ្ដាលសាលារួចបង្គាប់នាងដែលកំពុងបីទារកឲ្យយកទារកនោះមកកាន់មកដាក់ទទឹងបន្ទាត់ដែលទៅនឹងគូរួចព្រះមហោសថបង្គាប់ឲ្យស្ត្រីម្នាក់កាន់ដៃទាំងពីររបស់ទារកឯស្ត្រីម្នាក់ទៀតកាន់ជើងទាំងពីររបស់ទារកហើយព្រះពោធិសត្វបញ្ជាក់ថាចូលអ្នកទាំងពីរស្ដាប់ខ្ញុំឲ្យច្បាស់ឥឡូវនេះកូននាងនៅចំកណ្ដាលបន្ទាត់បើអ្នកណាទាញកូនឲ្យចេញផុតពីបន្ទាត់បានមុនគេអ្នកនោះនឹងជាអ្នកឈ្នះដូច្នេះចូលអ្នកទាំងពីរចាប់ផ្ដើមទាញទារកនោះចុះនៅពេលចាប់ផ្ដើមទាញទារកនោះភ្លាម
ទីរក់ក៏ចាប់ផ្ដើមយំហើយយំទៀតកាន់តែខ្លាំងឡើងស្ត្រីម្នាក់ដែលកាន់ខាងជើងទីរក់ដោយនាងខ្លាចកូនឈឺក្នុងការប្រទាញប្រទង់នោះនាងក៏សុខចិត្តលែងជើងទីរក់បណ្ដាលឲ្យស្ត្រីម្នាក់ទៀតទាញយកទីរក់បានដោយស្រួលហើយនាងបែរជាអង្គុយស្ងៀមស្រែកយំសម្រក់ទឹកភ្នែកទៅវិញពេលនោះព្រះពោធិសត្វសួរទៅកាន់មហាជនទាំងអស់ដែលនៅក្នុងរោងជំនុំថាតាមធម្មតាតើអ្នកណាមានចិត្តទន់ភ្លន់ជាងចំពោះកូនម្ដាយឬអ្នកដទៃម្ដាយជាអ្នកមានចិត្តទន់ភ្លន់ជាងលោកម្ចាស់មហាជនទាំងអស់ដែលនៅក្នុងរោងជំនុំបានឆ្លើយព្រមគ្នាឡើងព្រះមហាសត្វក៏សួរបន្តទៀតថាដូច្នេះតើអ្នកទាំងអស់គ្នាអាចសន្និដ្ឋានបានដែរឬទេថាអ្នកណាជាអ្នកម្ដាយបង្កើតរបស់ទារកតូចនេះអ្នកដែលសុខចិត្តចាញ់នោះហើយជាម្ដាយលោកម្ចាស់មហាជនទាំងអស់ដែលនៅក្នុងរោងជំនុំបានឆ្លើយព្រមគ្នាឡើងដូច្នេះតើអ្នកទាំងអស់គ្នាយល់ដែរថាស្ត្រីដែលទាញទារកយកបានមុននោះពិតជាចោរមែនឬទេលោកម្ចាស់ជាទីគោរពយើងទាំងអស់គ្នាមិនអាចឆ្លើយបានទេទស្សនិកជនទាំងអស់ដែលនៅក្នុងរោងជំនុំបានឆ្លើយដោយស្ទាក់ស្ទើរបន្ទាប់មកទើបព្រះមហោសថមានវាចាថាពិតណាស់នេះហើយជាយក្ខិនីដែលលូចយកទារកបំរុងយកទៅធ្វើចំណីព្រះពោធិសត្វមានដីកាផងចង្អុលស្ត្រីដែលដណ្ដើមកូនគេនោះផងហេតុអ្វីក៏លោកម្ចាស់ជ្រាបច្បាស់ថានាងមិនមែនជាម្ដាយនៃទារកសមាជិកម្នាក់នៃរោងជំនុំសួរឡើងព្រះមហោសថឆ្លើយតបថាអ្នកទាំងឡាយចូលពិនិត្យមើលចុះផ្នែកនាងក្រហមឥតប្រព្រឹត្តបន្តិចសោះនាងគ្មានខ្លាចគ្មានការតត់ស្លុតគ្មានការអៀនខ្មាស់គ្មានសេចក្តីករុណាក្នុងខ្លួនអ្វីបន្តិចបន្តួចសោះរីឯនាងជាម្ដាយវិញចិត្តនាងពោពេញទៅដោយសេចក្តីស្រឡាញ់និងអាណិតចំពោះកូននាងសុខចិត្តចោះចាញ់ក្នុងការដណ្ដើមកូនគ្នាដើម្បីជៀសវាងកុំឲ្យកូននាងឈឺក្នុងការប្រទាញប្រទង់នេះទើបពិតជាទឹកចិត្តស្នេហារវាងម្ដាយចំពោះកូនយ៉ាងពិតប្រាកដមែនរួចព្រះពោធិសត្វបានងាកទៅកាន់នាងយក្ខិនីហើយពោលថាណានាងតើនាងជាអ្នកណាព្រះមហោសថលោកម្ចាស់អើយនាងខ្ញុំពិតជាយក្ខិនីមែនយក្ខិនីស្រីចោឆ្លើយដោយធ្លាក់ទឹកមុខព្រះមហោសថបន្ទោសថាហេតុអ្វីបានជានាងលួចកូនគេដូច្នេះខ្ញុំអាចារ្យនឹកថានឹងយកទីរកនេះទៅធ្វើចំណីនៅពេលល្ងាចនេះយក្ខិនីព្រះមហោសថណានាងយក្ខិនីនាងវង្វេងជ្រៅណាស់នាងមានបាបកម្មពីជាតិមុនច្រើនណាស់ទៅបានជានាងមកកើតជាយក្ខិនីតែនាងដឹងទេឬហើយឥឡូវនេះនាងនៅតែប្រព្រឹត្តអំពើចោរកម្មនិងបាបកម្មបែបនេះទៀតតើជាតិណាទៅទើបនាងបានកើតជាមនុស្សពេញលក្ខណៈនឹងគេបើនាងសុខចិត្តបដិញ្ញាជាមួយយើងថានាងនឹងរក្សាសិល5ចាពីពេលនេះតទៅយើងនឹងលើកលែងទោសឲ្យនាងរួចខ្លួនឥឡូវនេះចូលនាងប្រគល់ទារកឲ្យទៅម្ដាយគេតាមសម្រួលទៅនាងយក្ខិនីបានស្ដាប់ការព្រាមប្រដៅរបស់ព្រះពោធិសត្វហើយក៏ដូចជាភ្ញាក់ពីការវង្វេងក្នុងអំពើបាបនាងយល់ឃើញនៅទោសរបស់ខ្លួនហើយសុខចិត្តប្រគល់ទារកឲ្យម្ដាយគេវិញនាងក៏ព្រមសន្យាជាមួយព្រះមហោសថថានឹងទទួលកាន់សិល5តាមការព្រាមប្រដៅរបស់ព្រះពោធិសត្វតរៀងទៅឯនាងជាម្ដាយកាលបើបានទទួលនៅការកាត់ក្តីដោយយុត្តិធម៌នេះហើយនាងយកកូនសម្លាញ់ពីមកបែកថ្នាក់ថ្នមអបថាបឡើងវិញដោយក្តីត្រេកអររំភើបក្នុងចិត្តឥតគណនាបន្ទាប់មកនាងថ្វាយបង្គំលាព្រះពោធិសត្វដោយជូនពរថាសូមលោកម្ចាស់បានប្រកបដោយអាយុយឺនយូរតរៀងទៅដើម្បីជាម្លប់យុត្តិធម៌សម្រាប់ជនទូទៅនៃនគរមិថិលានេះសូមព្រះតេជគុណជាអនេក
កប្បកាព្រះពោធិសត្វតបពោទៅនាងវិញដោយករណាធម៌ថាចូលនាងថែរក្សាកូនសម្លាញ់របស់នាងឲ្យបានសុខជានិរន្តររៀងទៅព្រះមហោសថជាទូអង្គព្រះពោធិសត្វដែលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះឯង